ទេខ្ញុំមិនអាចធ្វើតាមបានឡើយយូហ្វានស៊ុនជីដឹងច្បាស់ថាវាជាច្បាប់បំរាមរបស់តកូលយូហ្វានតាំងពីដូនតាមកំឡេះកែវភ្នែកទេវតាទឹកគឺមានដើមកំណើតសម្រាប់តែជួយសង្គ្រោះដល់សត្វលោកតែប៉ុណ្ណោះមិនមែនសម្រាប់យកមកលួចមើលពីខ្សែជោគជតារាសីរបស់ស្ដេចអធិរាជនោះទេប៉ុន្តែរូបខ្ញុំធ្លាប់ដឹងឮមកថាកាលពី20ឆ្នាំមុនលោកកំពូលហោរាជាន់ខ្ពស់ក៏ធ្លាប់បានទស្សន៍ទាយមើលខ្សែរាសីឲ្យព្រះអង្គម្ចាស់ហាងភូឈីងធានដូចគ្នាដែរតើចុះទង្វើការពីពេលនោះវាមិនមែនជាការល្មើសខុសនឹងច្បាប់បំរាមត្រកូលទេអីព្រះអង្គម្ចាស់ទី2ផ្ទុះសំណាយឡើងមកភ្លាមខណៈដែលទឹកមុខព្រះភ័ក្ត្រប្រែជាអាប់អួរខ្លាំងព្រឹត្តិការណ៍កាលពីពេលនោះវាមានសភាពខុសប្លែកគ្នាឆ្ងាយណាស់ព្រោះកាលនោះហាងភូឈីងធានគេនៅមានប្រជជនក្មេងខ្ចីខ្លាំងណាស់ខ្សែជោគជតារាសីក៏នៅមិនទាន់ចារកំណត់ច្បាស់ប៉ុន្តែសម្រាប់នៅក្នុងពេលនេះព្រះអង្គគឺមានប្រកាយពេញវ័យអស់ទៅហើយខ្សែព្រេងវាសនាត្រូវបានចារកំណត់រួចជាស្រេចទៅហើយប្រសិនបើព្រះអង្គពិតជាត្រូវក្លាយជាមេដឹកនាំដ៏មានចិត្តឃោរឃៅមែនវាច្បាស់ជានឹងនាំយកនៅរាល់គ្រោះមហន្តរាយមកឲ្យប្រជារាស្ត្រជាក់ជាមិនប្រសិនបើរាល់អាចកំបាំងនៃឆន្ទៈមេឃសុគាត្រូវបានលាតត្រដាងឡើងមុនពេលកំណត់នោះរាល់ផលវិបាកអាក្រក់ចុងក្រោយគឺពិតជាមិនអាចមានអ្នកណាស្មានដឹងឡើយកាលពីគណៈពេលនោះហាងភូឈីងធានគឺមិនមានជាប់នៅខ្សែជោគជតារាសីជាស្ដេចអធិរាជឡើយហើយទោះបីជាគេមានវាពិតមែនក៏លោកប្រុសជូហ្វានបានបើកការខាត់ខាំងទប់ទល់បានទាន់ពេលវេលាដែរប៉ុន្តែសម្រាប់ព្រះអង្គវិញគឺមានសភាពខុសគ្នាដាច់ព្រោះបលទ្ធផលត្រូវបានបញ្ជាក់ច្បាស់ថាមានចរិតឃោរឃៅនៅពេលនេះនោះខ្សែជីវិតនាពេលអនាគតច្បាស់ជានឹងនាំមកតែទុក្ខវេទនាដ៏ធ្ងន់ធ្ងរមកឲ្យសត្វលោកទាំងពួងជាក់ជាមិនខានឡើយចូលឯងឈប់និយាយបកស្រាយវែងឆ្ងាយតទៅទៀតទៅហើយចូលប្រញាប់ឆាប់ប្រើប្រាស់កែវភ្នែកទេវតាទឹកមើលឲ្យអញភ្លាមថាតើថ្ងៃមុខអញអាចឡើងគ្រងរាជ្យធ្វើជាស្ដេចបានដែរឬទេព្រះអង្គម្ចាស់ទី2បានបើកការដេញដោលខ្លាំងគឺមិនអាចធ្វើទៅរួចបានឡើយរូបខ្ញុំមិនព្រមធ្វើទង្វើល្មើសខុសនឹងច្បាប់បំរាមត្រកូលឡើយមិនទាន់ទាំងបានពោលពាក្យបដិសេធដាច់ស្លាប់ផងព្រះអង្គម្ចាស់ទី2បានលូកព្រះហស្ថទៅដកយកដាវមុតស្រួចមកចង្អុលសម្ដៅត្រង់ទៅរកត្រង់កន្ទឹងករបស់ជូហ្វានដែលកំពុងតែដេកសន្លប់បាត់ស្មារតីទៅលើដីអញដឹងខ្លួនច្បាស់ណាស់ថាឯងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងវាខ្លាំងដូចនេះអញមិននិយាយជាលើកទី3ឡើយចូលឯងប្រញាប់មើលខ្សែជោគជតារាសីឲ្យអញភ្លាមព្រះអង្គម្ចាស់ទី2បានសម្លក់ចំហុយខ្សែភ្នែកកំណាចដាក់យូហ្វានស៊ុនជីទាំងព្យាយាមយកផ្លែដាវទៅផ្អឹបគៀកនឹងករបស់ជូហ្វានព្រះអង្គម្ចាស់សូមព្រះអង្គមេត្តាទ្រង់ព្រះតម្រិះពិចារណាឡើងវិញឲ្យបានដិតដល់ផងចុះណាព្រះអង្គព្រោះបុគ្គលម្នាក់នេះគឺជាកំពូលមេការគ្រប់គ្រងដ៏មានឥទ្ធិពលដែលព្រះចៅអធិរាជបានតែងតាំងឡើងដោយផ្ទាល់ប្រសិនបើស្រាប់តែមានរឿងរ៉ាវគ្រោះថ្នាក់អ្វីកើតឡើងដល់រូបគេមែននោះពួកយើងច្បាស់ជាមានភាពពិបាកខ្លាំងក្នុងការរកពាក្យពេចន៍ទៅបកស្រាយបំភ្លឺទូលថ្វាយព្រះអង្គជាក់ជាមិនខានឡើយពួកសេនាទាហានម្នាក់បានប្រញាប់ចូលមកខាត់ខាំងព្រះរាជហស្ថរបស់ព្រះអង្គម្ចាស់សូមទ្រង់ព្រះតម្រិះពិចារណាឡើងវិញម្ដងទៀតផងចុះប៉ុន្តែព្រះអង្គម្ចាស់ទី2បានកើតមានកំហឹងដ៏ខ្លាំងក្លាហេមៀខ្ពស់ហួសប្រមាណទ្រង់បានបាត់បង់អស់នៅរាល់ការភ្ញាក់រលឹកដឹងខ្លួនទាំងឡាយទៅហើយព្រោះក្នុងប្រតិយគឺចង់ដឹងតែមួយគត់នៅរាល់ពាក្យពេចន៍ឆ្លើយតបចេញពីមាត់របស់យូហ្វានស៊ុនជីតើឯងថ្លង់ត្រចៀកអស់ហើយមែនទេចូលប្រញាប់ប្រញាល់ប្រាប់ការពិតដល់អញភ្លាមមកព្រោះបើមិនដូច្នោះទេអាល្អិតម្នាក់នេះច្បាស់ជាត្រូវមកស្លាប់បាត់បង់ជីវិតនៅទីនេះជាក់ជាមិនខានឡើយពួកសមាជិកត្រកូលយូហ្វានតែងតែចូលចិត្តនិយាយអួតអាងចំពោះមុខមហាជនខ្លាំងណាស់ថាធ្វើគ្រប់យ៉ាងគឺដើម្បីប្រជារាស្ត្រតែចុះហេតុអីបានជាពេលនេះបែរជាមកមើលស្រាលទៅលើតម្លៃនៃអាយុជីវិតរបស់មនុស្សលោកបែបនេះទៅវិញព្រះអង្គម្ចាស់បានងាកព្រះភ័ក្ត្ររួចស្រែកកំហកឡើងខ្លាំងដាក់យូហ្វានស៊ុនជីបានធ្លាក់ខ្លួនទៅក្នុងស្ថានភាពដ៏មានភាពទាល់ច្រកខ្លាំងនៅក្នុងចិត្តព្រោះគិតថាបើដើរទៅតាមច្បាប់បំរាមដិតដល់របស់ក្រុមក្រគលហើយនោះគឺត្រូវបានហាមឃាត់មិនឲ្យលាតត្រដាងបង្ហាញពីឆន្ទៈសួរឡើយប៉ុន្តែតម្លៃនៃអាយុជីវិតរបស់មនុស្សលោកគឺមានភាពសំខាន់ខ្លាំងណាស់ដូចនេះនាងក៏មិនអាចរក្សារូបរាងកាយឈរមើលស្ងៀមធ្មឹងតទៅទៀតបានលុះនៅពេលដែលបានកលេចមើលឃើញជូហ្វានកំពុងតែដេកស្ងៀមធ្មឹងទៅលើដីនាងក៏បានសម្រួលអារម្មណ៍ផ្លូវចិត្តឲ្យស្ងប់ត្រឡប់សូមព្រះអង្គមេត្តាព្រមដាក់ដាវមុតស្រួយមួយដាវនេះចុះជាមុនសិនចុះរូបខ្ញុំច្បាស់ជានឹងព្រមបកស្រាយប្រាប់ការពិតថ្វាយព្រះអង្គយូហ្វានស៊ុនជីបានដកដង្ហើមធំវែងចេញមកដោយទឹកមុខដ៏មានភាពតានតឹងចិត្តជាខ្លាំងវិសេសខ្លាំងណាស់ព្រះនាងតូចចូលអ្នកនាងប្រញាប់មានប្រសាសន៍ឡើងមកភ្លាមទៅព្រះអង្គម្ចាស់ទី2បានប្រញាប់លូកដៃរុញដាវមុតស្រួយនោះបញ្ចូលទៅខាងក្នុងស្រោមដាវវិញដដែលរួចឈររងចាំស្ដាប់នៅរាល់ពាក្យពេចន៍បកស្រាយទាំងប្រតិយមានក្តីរំភើបញាប់ញ័រខ្លាំងយូហ្វានស៊ុនជីបានបិទភ្នែករបស់នាងចុះស្ងៀមលុះនៅចំខណៈពេលដែលនាងបើកភ្នែកឡើងវិញភ្លាមកែវភ្នែកទាំងសងខាងរបស់នាងក៏ស្រាប់តែបានលេចចេញនៅពន្លឺពណ៌សេចក្ដីចិញ្ចាចច្រមុះមិនអស់មើលទៅមានភាពស្រស់ស្អាតមិនខុសអីពីពន្លឺនៃហ្វូងដួងផ្កាយដែលស្ថិតនៅលើមេឃសុគាឡើយឆ្លងកាត់អស់មួយសន្ទុះក្រោយមកកែវភ្នែករបស់យូហ្វានស៊ុនជីក៏បានផ្លាស់ប្ដូរត្រឡប់មកជាមានសភាពធម្មតាវិញដដែលព្រះអង្គម្ចាស់ប្រញាប់សួរព្រះនាងតូចតើលទ្ធផលវាមានសភាពយ៉ាងណាទៅហើយតើនៅក្នុងថ្ងៃអនាគតរូបខ្ញុំពិតជាអាចមានសមត្ថភាពខ្ពស់ឡើងគ្រងរាជ្យបានសម្រេចពិតមែនដែរទេព្រះអង្គម្ចាស់បានពោលសួរឡើងទាំងប្រតិយមានក្តីបារម្ភខ្លាំងខណៈដែលបូរមាត់របស់នាងកើតមានការញាប់ញ័ររហូតដល់ថ្នាក់មិនអាចបញ្ចេញពាក្យសម្ដីអ្វីរួចអស់មួយសន្ទុះធំវាពិតជាមានសេចក្តីសំណាងល្អខ្លាំងណាស់ដឹងទេព្រះអង្គព្រោះដោយសារតែផ្អែកទៅលើខ្សែព្រេងវាសនាហើយនោះគឺព្រះអង្គមិនមានជាប់នៅខ្សែជោគជតារាសីជាស្ដេចអធិរាជឡើយហើយដូច្នេះហើយវាក៏មានន័យសេចក្តីច្បាស់លាស់ថារូបខ្ញុំគឺមិនបានបើកការល្មើសខុសនឹងច្បាប់បំរាមដិតដល់របស់ក្រុមក្រគលឡើយវាពិតជារឿងរ៉ាវដ៏មានភាពល្អប្រសើរខ្លាំងណាស់សម្រាប់ព្រះអង្គយូហ្វានស៊ុនជីបានលេចនៅស្នាមញញឹមអស់សំណើចឡើងមកព្រះអង្គម្ចាស់ទី2ភ្ញាក់ព្រឺតព្រះនាងតូចតើអ្នកនាងពិតជាមានក្តីជឿជាក់ច្បាស់លាស់ទៅលើពាក្យសម្ដីរបស់ខ្លួនឯងពិតប្រាកដមែននឹងឬមួយក៏អ្នកនាងមានសេចក្តីចាំបាច់ត្រូវតែរកវិធីពិនិត្យមើលខ្សែរាសីឲ្យខ្ញុំម្ដងទៀតឲ្យបានច្បាស់លាស់ព្រះអង្គម្ចាស់ទី2មានប្រតិយកើតមានក្តីភ្ញាក់ផ្អើលនិងតក់ស្លុតចិត្តជាខ្លាំងតែនាងតបវិញ
គឺមិនមានសេចក្តីចាំបាច់អ្វីត្រូវឲ្យពួកយើងមកកើតមានចិត្តមន្ទិលសង្ស័យតទៅទៀតឡើយព្រោះរូបខ្ញុំបានខំប្រឹងរៀនសូត្រនៅវិជ្ជាគុណយុទ្ធសាស្ត្រទស្សន៍ទាយមួយនេះពីសំណាក់លោកតាបង្កើតតាំងពីកាលពីគណៈពេលដែលខ្ញុំនៅតូចល្អិតមកម្លេះហេតុនេះរាល់លទ្ធផលចុងក្រោយគឺមិនអាចកើតមាននូវភាពខុសឆ្គងបានឡើយយូហ្វានស៊ុនជីបានបើកការឆ្លើយតបត្រឡប់ទៅវិញដោយទឹកមុខដ៏មានភាពម៉ឺងម៉ាត់បំផុតលុះនៅពេលដែលបានមើលឃើញនៅផ្ទៃព្រះភ័ក្ត្រដ៏ពោពេញទៅដោយក្តីសោកសៅនិងខឹងសម្បាខ្លាំងរបស់ព្រះអង្គម្ចាស់បែបនេះភ្លាមនាងក៏បានចេញមុខមកពោលពាក្យព្រមានដាស់តឿនប្រាប់ដល់ទ្រង់ឲ្យបានភ្ញាក់រលឹកដឹងខ្លួនទុកជាមុនចុះថាគន្លងផ្លូវជីវិតដ៏មានភាពឆ្មាំងឆ្មៃដែលព្រះអង្គកំពុងតែប្រឹងបោះជំហានដើរទៅមុខនៅពេលនេះគឺពិតជាមានជាប់នូវភាពគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើព្រះអង្គហ៊ានតែដើរខុសឆ្គងសូម្បីតែមួយជំហានជើងតូចនោះអាយុជីវិតរបស់ព្រះអង្គច្បាស់ជានឹងត្រូវជួបប្រទះនូវក្តីវិនាសអន្តរាយភ្លាមជាមិនខានឡើយហើយក៏ដោយសារតែផ្អែកទៅលើខ្សែព្រេងវាសនាបានចារកំណត់មកច្បាស់លាស់ហើយថាព្រះអង្គមិនមានជាប់នៅខ្សែរាសីអាចឡើងមកធ្វើជាកំពូលមេដឹកនាំនគរបានសម្រេចឡើយនោះដូចនេះសូមព្រះអង្គមេត្តាព្រមដកថយបញ្ឈប់នៅរាល់ផែនការលោភលន់ទាំងឡាយចោលទៅភ្លាមរួចហើយក៏រស់នៅបង្កើតសេចក្តីសុខដោយសន្តិភាពធម្មតាទៅចុះលុះនៅខណៈពេលដែលបានលើពាក្យព្រមានដិតដល់បែបនេះភ្លាមព្រះអង្គម្ចាស់ទី2ស្រាប់តែត្រូវកើតមានកំហឹងមហិមារហូតដល់ថ្នាក់មានប្រហ័សញាប់ញ័រខ្លាំងរួចដកដាវមុតស្រួចនោះចេញមកខាងក្រៅសាជាថ្មីផ្លែដាវដ៏មុតស្រួចដ៏មានភាពត្រជាក់ស្រេបបានចាំងជះពន្លឺឡើងនៅចំកណ្ដាលទីធ្លាដំណាក់ភ្លាមឯងហ៊ានមានចិត្តថ្លើមធំមកស្រែកពោលពាក្យប្រមាថថារូបអញមិនមានជាប់នៅខ្សែជោគជតារាសីជាស្ដេចអធិរាជផងឬអមនុស្សប្រហើនអំនួតអួតអាងតើឯងពិតជាមានគំនិតចង់ប្រញាប់ដើរស្វែងរកសេចក្តីស្លាប់បាត់បង់ជីវិតខ្លាំងណាស់មែនទេព្រះអង្គម្ចាស់ទី2បានស្រែកកំហកឡើងទាំងកំហឹងរួចទ្រង់បានប្រើប្រាស់ដាវមុតស្រួចនោះកាប់សម្ដៅត្រង់ទៅរកខ្លួនរបស់យូហ្វានស៊ុនជីភ្លាមនាងមានក្តីភិតភ័យក្នុងចិត្តខ្លាំងរហូតដល់ថ្នាក់ប្រញាប់អោនរូបរាងកាយគេចចេញទាំងបិទភ្នែកទាំងសងខាងចុះក្រោមទាំងញ័រខ្លួនទៅទ្រើកប៉ុន្តែទោះជាយ៉ាងណាក៏ដោយលុះឆ្លងកាត់អស់រយៈពេលមួយសន្ទុះធំទៅក៏នៅតែមិនមានឈាមស្រស់ហូរស្រោចស្រពពេញផ្ទៃដីដដែលព្រោះមនុស្សគ្រប់គ្នាដែលកំពុងឈរមើលស្ថានភាពនៅជុំវិញនោះសុទ្ធសឹងតែបានមើលឃើញយ៉ាងច្បាស់កលែតថាមានបាតដៃយក្សដ៏មានអំណាចមហិមាមួយបានលូកចេញមកចាប់កសោបយកផ្លែដាវមុតស្រួចមួយដើមនោះជាប់ណែនបាត់ទៅហើយអាមនុស្សល្ងងខ្លៅនៅចំខណៈពេលដែលឯងហ៊ានមានចិត្តថ្លើមធំលើកដៃលើកជើងបើកការប្រឆាំងតតាំងជាមួយនឹងរូបឯងនោះគឺវាមានន័យសេចក្តីច្បាស់លាស់បាត់ទៅហើយថាឯងបានដើរទៅបំផ្លាញនៅរាល់ឱកាសល្អទាំងឡាយក្នុងការឡើងគ្រងរាជ្យធ្វើជាស្ដេចអធិរាជចោលទាំងអស់បាត់ទៅហើយដឹងទេឯងសំឡេងសើចឡើងមកប្រកបដោយភាពត្រជាក់ស្រទុំនិងគួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងបានលាន់បន្លឺឡើងភ្លាមអមទៅដោយរាល់ផ្លែដាវមុតស្រួចរួចជាមួយនឹងកង់ប្រហ័សរបស់ព្រះអង្គម្ចាស់ត្រូវបានរងនឹងការវាយកំទេចឲ្យបែកបាក់ខ្ទេចខ្ទីជាបំណែកតូចៗធ្លាក់ចុះមកលើផ្ទៃដីភ្លាមគ្រាន់តែដោយសារតែផ្អែកទៅលើមូលហេតុដែលរូបអញបានបើកការបដិសេធមិនព្រមអនុវត្តតាមបទបញ្ជាឈួតលប់របស់ឯងតែប៉ុណ្ណោះសោះឯងបែរជាហ៊ានមានចិត្តថ្លើមធំមកបើកផែនការចង់សម្លាប់រូបអញចោលផងឬឯងពិតជាមានភាពក្លាហានខ្ពស់ខ្លាំងណាស់ណាអាល្អិតជូហ្វានលោកម្ចាស់ពិតជាមិនមានកើតមាននៅរឿងរ៉ាវគ្រោះថ្នាក់អ្វីដល់រូបរាងកាយពិតប្រាកដមែនទេលុះនៅពេលដែលបានមើលឃើញជូហ្វានព្រមបើកភ្នែកដឹងខ្លួនឡើងវិញភ្លាមយូហ្វានស៊ុនជីបានស្រែកឧទានឡើងមកទាំងនៅក្នុងចិត្តមានក្តីសប្បាយរីករាយត្រេកអរជាខ្លាំងពិតប្រាកដណាស់ខ្ញុំតែងតែចាំមិនដែលភ្លេចឡើយនៅរាល់ពាក្យពេចន៍សម្ដីដែលខ្ញុំបាននិយាយព្រោះនៅក្នុងលោកដ៏ធំល្វឹងល្វើយមួយនេះគឺមានត្រឹមតែរូបខ្ញុំម្នាក់គត់ដែលមានសិទ្ធិអំណាចពិតប្រាកដក្នុងការដើរទៅបើកការគៀបសង្កត់និងជិះជាន់ទៅលើអ្នកដទៃបានសម្រេចជានិច្ចចុះទម្រាំតែពួកឯងដែលជាមនុស្សល្ងីល្ងើថោកទាបសោះហ៊ានមានចិត្តថ្លើមធំមកបើកផែនការចង់រៀបចំយុទ្ធសាស្ត្រមកលើរូបអញផងឬជូហ្វានបានផ្ទុះសំណាចឡើងមកយ៉ាងខ្លាំងដោយភាពជឿជាក់លើខ្លួនឯងខ្ពស់បំផុតខណៈដែលយូហ្វានស៊ុនជីក៏បានលេចនៅស្នាមញញឹមឡើងមកនៅក្នុងចិត្តគឺមានក្តីធូរស្រាលចិត្តជាងមុនបន្តិចតើហេតុអីបានជាបុគ្គលដ៏មានកម្លាំងខ្លាំងម្នាក់នេះអាចមានសមត្ថភាពព្រមបើកភ្នែកដឹងខ្លួនឡើងវិញបានលឿនស្លេវដល់ថ្នាក់នឹងដោយមិនបាច់មានការលេបគ្រាប់ថ្នាំដកពឹសផ្ទាល់របស់ខ្ញុំផងសោះលោកគ្រូហ៊ុងមីងបានបិទភ្នែកបន្តិចទាំងព្យាយាមជ្រួញចិញ្ចើមរបស់គាត់យ៉ាងខ្លាំងដើម្បីឈរសម្លឹងមើលចំទៅកាន់ជូហ្វានទាំងក្តីមិនយល់ដឹងពីសាច់រឿងចូលអញលាតត្រដាងប្រាប់ការពិតឲ្យពួកឯងបានភ្ញាក់ដឹងខ្លួនទុកជាមុនចុះថាមិនថាជាប្រភេទថ្នាំសន្លប់ឬក៏ជាប្រភេទថ្នាំពុលដ៏មានឥទ្ធិពលខ្លាំងក្លាកម្រិតណាឡើយគឺគ្មានផ្លូវនឹងអាចមានសមត្ថភាពមករកវិធីធ្វើបាបដល់រូបរាងកាយបីសាច់របស់ខ្ញុំបានជាព្រោះសូម្បីតែពួកមនុស្សរបស់ក្រុមកងកម្លាំងត្រកូលរាជវង្សទាំងមូលគឺរូបខ្ញុំនៅមិនមានចិត្តកើតមាននៅក្តីខ្លាចរអាម្ដងណាផងចុះទម្រាំតែត្រឹមមនុស្សថោកទាបដូចជាពួកឯងទៅទៀតនោះការពិតទៅការដែលខ្ញុំខំប្រឹងធ្វើពុតជាដីសន្លប់បាត់ស្មារតីកាលពីមុននេះគឺដើម្បីតែចង់សម្លឹងមើលតែប៉ុណ្ណោះថាតើវាមានមនុស្សល្ងងខ្លៅណាម្នាក់ហ៊ានមានចិត្តថ្លើមធំដើរមកធ្វើបាបមកលើរូបខ្ញុំពិតមែនឬអត់តែប៉ុណ្ណោះសោះជូហ្វានបានពោលពាក្យសើចចំអកលកលុយឡើងរួចគេបានបង្វែរខ្សែភ្នែកសម្ដៅត្រង់ទៅសម្លឹងមើលព្រះអង្គម្ចាស់ទី2ប៉ុន្តែពិតជាមិនមានការនឹកស្មានទុកជាមុនទាល់តែសោះថាមនុស្សល្ងងខ្លៅម្នាក់នោះបែរជារូបឯងទៅវិញសោះទៅព្រះចៅអធិរាជដ៏មានភាពឆ្លាតវៃអស្ចារ្យក្នុងការដឹកនាំគ្រប់គ្រងជាតិសពថ្ងៃបែរជាត្រូវមកកើតមានជាប់នៅរាជបុត្រដ៏មានចរិតល្ងងខ្លៅមិនបានការអ្វីដល់ថ្នាក់នឹងទៅវិញសោះមែនទេឬមួយក៏ប្រហែលជាបណ្ដាលមកពីឯងគ្រាន់តែជាកូនចិញ្ចឹមថោកទាបម្នាក់តែប៉ុណ្ណោះមិនមែនជាកូនបង្កើតពិតប្រាកដរបស់ទ្រង់ឡើយទើបបានជាសន្តានចរិតលក្ខណៈស្ដែងចេញមកមានសភាពថោកទាបបែបនេះទៅវិញរាល់ពាក្យពេចន៍សម្ដីចំអកផ្ចាផ្ចាញ់របស់ជូហ្វានគឺមានបំណងចិត្តចង់ជេរប្រមាថទៅលើរូបព្រះអង្គម្ចាស់ទី2ចំចង់តែម្ដងថាជាកូនឥតខណ្ឌស្លាមិនដឹងប្រភពកំណើតច្បាស់លាស់ធ្វើឲ្យព្រះអង្គម្ចាស់ទី2ត្រូវកើតមានកំហឹងដ៏ខ្លាំងក្លាមហិមាខ្ពស់ភ្លាមព្រោះដោយសារតែផ្អែកទៅលើការមានជាប់នៅចិត្តគំនិតមោទនភាពជារាជបុត្រដ៏ខ្ពង់ខ្ពស់ម្នាក់របស់ទ្រង់ហើយនោះគឺមិនអាចមានសមត្ថភាពក្នុងការទ្រាំទ្រជាមួយនឹងការមើលងាយជិះជាន់ដ៏ធ្ងន់ធ្ងរបែបនេះបានឡើយលោកគ្រូហ៊ុងមីងតើលោកគ្រូកំពុងតែឈររងចាំពេលវេលាល្អដល់ខណៈណាទៀតទៅព្រះអង្គម្ចាស់ទី2បានស្រែកកំហកឡើងទាំងកំហឹងលោកគ្រូចូលប្រញាប់ចាប់កសោបយកខ្លួនវាភ្លាមទៅ
លោកគ្រូហួងមីងកើតមានចិត្តមិនសូវជាពេញចិត្តនឹងបញ្ជានេះប៉ុន្មានឡើយប៉ុន្តែគាត់ក៏បានព្រមលូកដៃក្រវីដៃរបស់គាត់ស្រាលៗនិងបានដោះលែងបញ្ចេញនូវរាល់ពពុះផ្សែងអពម៌ដ៏មានអំណាចសម្ដៅត្រង់ទៅរុំព័ទ្ធយកខ្លួនជូហ្វានភ្លាមអាមនុស្សប្រហើនអំនួតអួតអាងសម្រាប់នៅក្នុងថ្ងៃនេះរូបខ្ញុំច្បាស់ជានឹងត្រូវបង្ហាញពីកម្លាំងសមត្ថភាពគុណវិជ្ជាពិតប្រាកដរបស់ក្រុមគ្រួសារខ្ញុំឲ្យឯងបានភ្លឺភ្នែកជាក់ជាមិនខានលុះពោលដាច់ពាក្យសម្ដីភ្លាមយូហ្វានស៊ុនជីក៏បានកើតមានក្តីភ្ញាក់ផ្អើលនិងតក់ស្លុតចិត្តជាខ្លាំងព្រោះនាងមានក្តីភិតភ័យក្នុងចិត្តខ្លាំងខ្លាចក្រែងលោតត្រូវមុនស្នេហ៍ថ្នាំពឹសនោះម្ដងទៀតហេតុនេះនាងក៏បានប្រញាប់ប្រញាល់លាក់លៀមរូបរាងកាយរបស់នាងទៅពួននៅឯត្រង់ខាងក្រោយខ្នងរបស់ជូហ្វានភ្លាមជូហ្វាននៅតែបន្តរក្សារូបរាងកាយឈរស្ងៀមថ្មឹងមួយកន្លែងដោយមានពពុះផ្សែងអាប់ពណ៌ខ្មៅដ៏គួរឲ្យខ្លាចបានចាប់ផ្ដើមហុយភាយចេញមកពីក្រោមបាតជើងរបស់គេវាក៏បានវិលវល់បោកបក់មិនខុសអីពីកម្លាំងរលកយក្សនៃមហាសមុទ្រដែលបានហោះទៅបើកការលេបត្របាក់យកខ្លួនប្រាណរបស់បុគ្គលទាំងពីរនាក់នោះភ្លាមឡើយរួមជាមួយនឹងមានជាប់នៅរលកពន្លឺពណ៌ក្រហមឆ្អៅដ៏គួរឲ្យខ្លាចបានបើកការហោះទៅរុំព័ទ្ធជុំវិញខ្លួនរបស់ជូហ្វានភ្លាមរួចហើយសម្លេងផ្ទុះបោកបក់ដ៏ខ្លាំងក្លាមហេតុមួយក៏បានលាន់បន្លឺឡើងភ្លាមជូហ្វានបានលិចនៅស្នាមញញឹមដ៏ត្រជាក់ស្រទុំគួរឲ្យខ្លាចរួចគេបានបើកការបឺតជញ្ជក់ស្រូបយកនៅរាល់ពពុះផ្សែងអាប់ពណ៌ខ្មៅទាំងនោះឲ្យហោះត្រឡប់ចូលមកខាងក្នុងខ្លួនវិញភ្លាមដឹងទេថាប្រសិនបើចង់យកកម្លាំងគុណវិជ្ជាកាកសំណល់របស់ឯងមកបើកការតតាំងការពារខ្លួនជាមួយនឹងវិជ្ជាបិសាចដ៏មានអំណាចរបស់ខ្ញុំនោះគឺកម្រិតក្បាច់គុណរបស់ឯងវាមានសភាពមិនខុសអីពីក្មេងតូចៗកំពុងតែលេងល្បែងកម្សាន្តទទេនោះឡើយតើហេតុអីបានជាឯងហ៊ានមានចិត្តចង់យកនៅវិជ្ជាសម្ងាត់ថោកទាបរបស់ក្រុមគ្រួសារឯងមកបើកការប្រកួតប្រជែងជាមួយនឹងរូបអញកែវភ្នែកដ៏ពោពេញទៅដោយចេតនាចង់បើកការសម្លាប់យ៉ាងសាហាវឃោរឃៅរបស់ជូហ្វានបានជួយបកស្រាយប្រាប់ដល់មនុស្សគ្រប់គ្នាឲ្យបានដឹងច្បាស់ថាសម្រាប់នៅក្នុងពេលនេះគឺរូបខ្ញុំបានបើកការលេបត្របាក់យកនៅរាល់កម្លាំងធម៌ពលគុណវិជ្ជារបស់ឯងចោលរលីងអស់បាត់ទៅហើយលោកគ្រូហួងមីងកាលបើបានឃើញនៅស្ថានភាពមិនប្រក្រតីបែបនេះភ្លាមគាត់ក៏បានកើតមានក្តីភិតភ័យខ្លាចរហូតដល់ថ្នាក់បែកញើសជោគជាំពេញខ្លួនប្រាណភ្លាមពិតជាមិនមានការនឹកស្មានទុកជាមុនទាល់តែសោះថាកម្លាំងសមត្ថភាពពិតរបស់ជូហ្វានម្នាក់នេះគឺវាមានសភាពខ្លាំងក្លាអស្ចារ្យដាច់ឆ្ងាយហួសពីអ្វីដែលមនុស្សម្នាខាងក្រៅបានលួចពោលសរសើរដល់ថ្នាក់នឹងសោះព្រោះសូម្បីតែក្បាច់គុណវិជ្ជាដ៏មានភាពខ្លាំងក្លាបំផុតរបស់រូបខ្ញុំក៏ត្រូវបានគេរកវិធីដោះស្រាយបានយ៉ាងងាយស្រួលបំផុតបែបនេះបាត់ទៅហើយលើសពីនេះទៅទៀតនោះជូហ្វានគឺពិតជារៀមច្បងដ៏មានឥទ្ធិពលម្នាក់ផ្នែកខាងការវឹកហាត់កាយសម្បទាវិញ្ញាណបិសាចពិតប្រាកដមែនដែលវាបានជួយធ្វើឲ្យរាល់ប្រភេទថ្នាំពុលទាំងឡាយគឺលែងមានប្រយោជន៍អាចមករកវិធីធ្វើបាបដល់រូបរាងកាយរបស់គេបានទៀតហើយលោកគ្រូហួងមីងដឹងខ្លួនច្បាស់ណាស់ថាកម្លាំងរបស់ខ្លួនគឺមិនមែនជាគូប្រកួតពិតប្រាកដរបស់គេឡើយហេតុនេះគាត់បានងាកទៅជម្រាបព្រះអង្គម្ចាស់ថាព្រះអង្គសម្រាប់នៅក្នុងលើកនេះគឺរូបទូលបង្គំសូមព្រមបើកចិត្តចុះចាញ់គេសិនហើយពួកយើងច្បាស់ជានឹងមានឱកាសបានមកជួបផ្ទៃមុខគ្នាសាជាថ្មីម្ដងទៀតនៅក្នុងជាតិក្រោយជាក់ជាមិនខានប៉ុន្តែសូមព្រះអង្គកុំទាន់អាលភ្លេចគិតដល់រឿងរ៉ាវប្រគល់ជូននៅរាល់គ្រាប់ថ្នាំទឹកវិញ្ញាណទាំង12គ្រាប់នោះមកឲ្យទូលបង្គំឲ្យសោះណាព្រះអង្គលោកគ្រូហួងមីងបានប្រញាប់លំអោនកាយគោរពលាទៅកាន់ព្រះអង្គម្ចាស់ទី2ភ្លាមរួចហើយក៏បានបើកការរត់គេចខ្លួនបាត់ស្រមោលទៅភ្លាមដោយរូបរាងកាយរបស់គាត់ក៏បានប្រែប្រួលទៅជាពពុះផ្សែងអាប់ពណ៌មាសហោះហើរចាក់ចេញទៅផុតពីព្រះបរមរាជវាំងភ្លាមលុះបានមើលឃើញដៃគូរបស់ខ្លួនបើកការរត់គេចខ្លួនបានយ៉ាងលឿនស្លេវបែបនេះភ្លាមព្រះអង្គម្ចាស់ទី2បានខំថ្មិញរបស់ទ្រង់ណែននៅក្នុងប្រតិយគឺពោពេញទៅដោយក្តីកំហឹងមហិមាខ្ពស់និងបានលួចបើកការស្រែកជេរប្រមាថនៅក្នុងចិត្តរបស់ខ្លួនឯងខ្លាំងថាអាមនុស្សចាស់ជរាមានចរិតដ៏អាក្រក់ចង្រៃម្នាក់នេះហ៊ានមានចិត្តថ្លើមធំមកបើកការរត់គេចខ្លួនចោលអញបាត់តាំងពីមុនពេលដែលកិច្ចការងារសំខាន់ត្រូវសម្រេចរួចរាល់ផងសោះប៉ុន្តែនៅក្នុងចិត្តរបស់វាបែរជានៅតែមានសមត្ថភាពចងចាំមិនភ្លេចពីកិច្ចការងារចង់បានគ្រាប់ថ្នាំទឹកវិញ្ញាណទាំងនោះទៅវិញប៉ុន្តែស្រាប់តែភ្លាមនោះមានពពុះខ្សែផ្សែងអាប់ពណ៌ខ្មៅដ៏គួរឲ្យខ្លាចមួយខ្សែបានបើកការហោះធ្លាក់ចុះមកពីលើអាកាសយ៉ាងលឿននិងបានបើកការវាយសម្រុកបោកកំទេចខ្លួនលោកគ្រូហួងមីងឲ្យធ្លាក់ទៅបុកទង្គិចគ្នាជាមួយនឹងផ្ទៃដីយ៉ាងខ្លាំងភ្លាមជូហ្វានបានសម្រេចចិត្តបោះជំហានជើងដើរទៅជិតរួចយកបាតដៃរបស់គេទៅដាក់សង្កត់ជាប់ពីលើក្បាលរបស់បុរសចាស់ជរាម្នាក់នោះណែនទឹកមុខរបស់គេគឺមានសភាពត្រជាក់ស្រទុំគួរឲ្យខ្លាចស្រេបឯងហ៊ានមានចិត្តថ្លើមធំមកបើកសកម្មភាពឈួតឡប់ទាំងឡាយនៅចំចំពោះមុខរបស់អញផងឬតើឯងខំប្រឹងគិតស្មានថារូបអញជាមនុស្សទន់ខ្សោយងាយនឹងឲ្យឯងមករកវិធីធ្វើបាបបានមែនទេហើយតើឯងគិតថាចង់ធ្វើអ្វីទៅតាមតែចិត្តចង់របស់ខ្លួនបានមែនទេវាមិនមែនជាបែបនោះឡើយលោកមេការព្រោះតាមពិតទៅគឺដោយសារតែមានរាជបញ្ជាប្រើប្រាស់ផ្ទាល់ពីសំណាក់ព្រះអង្គម្ចាស់ទី2ទេតើទើបធ្វើឲ្យរូបទូលបង្គំត្រូវបង្ខំចិត្តធ្វើតាមដូចនេះខ្ញុំពិតជាស្លូតត្រង់ខ្លាំងណាស់លោកមេការលោកគ្រូហួងមីងបានប្រឹងហើបមាត់បកស្រាយបំភ្លឺទាំងរូបរាងកាយទាំងមូលកើតមានការញាប់ញ័រទៅត្រឹកខ្លាំងមិនឈប់ប៉ុន្តែស្រាប់តែភ្លាមនោះក៏មានស្នាមកម្លាំងបាត់ដៃទះមួយកំភ្លៀងយ៉ាងខ្លាំងបានហោះមកបោកចំផ្ទៃមុខរបស់គាត់រហូតធ្វើឲ្យមានធ្មេញដាច់ខ្ទាតចេញមកក្រៅភ្លាមមានឈាមស្រស់ហូរស្រោចស្រពប្រឡាក់ពេញផ្ទៃមុខធ្វើឲ្យលោកគ្រូហួងមីងភ័យខ្លាចខ្លាំងរហូតដល់ថ្នាក់ញ័រខ្លួនទៅត្រឹកនិងលែងហ៊ានមានចិត្តថ្លើមធំងាកផ្ទៃមុខទៅសម្លឹងមើលចំកែវភ្នែករបស់ជូហ្វានទៀតហើយពពុះផ្សែងអាប់ពណ៌ខ្មៅដ៏គួរឲ្យខ្លាចបានចាប់ផ្ដើមហុយភាហក់ឡើងខ្ពស់ពីក្នុងខ្លួនរបស់ជូហ្វានសាជាថ្មីម្ដងទៀតធ្វើឲ្យក្លិនអាយតនៈនៃសេចក្តីស្លាប់មរណៈដ៏គួរឲ្យរន្ធត់ចិត្តខ្លាំងបានបើកការហោះសម្ដៅត្រង់ទៅក្រសោបយកខ្លួនបរិសចាស់ជរាម្នាក់នោះភ្លាមចូលលោកម្ចាស់មេត្តាប្រណីចាំបន្តិចសិនចុះសូមលោកមេត្តាប្រប្រទានជីវិតឲ្យទូបង្គំផងព្រោះចាប់តាំងពីគណៈពេលនេះតទៅរូបខ្ញុំច្បាស់ជានឹងព្រមស្ម័គ្រចិត្តធ្វើជាកូនចៅកញ្ចែបបម្រើដែលមានក្តីស្មោះត្រង់បំផុតចំពោះលោកជានិច្ច
ដឹងទេថាពេលនេះក្រុមគ្រួសារត្រកូលលូរបស់លោកគឺកំពុងតែស្ថិតនៅក្នុងគន្លងផ្លូវមានភាពរុងរឿងខ្លាំងដូចនេះគឺពិតជាមានសេចក្តីត្រូវការខ្លាំងណាស់នៅរាល់បុគ្គលដ៏មានកម្លាំងសមត្ថភាពខ្ពស់យកមកជួយជ្រោមជ្រែងហើយរូបខ្ញុំក៏ទើបតែបានខំប្រឹងហ្វឹកហាត់រហូតអាចសម្រេចបាននៅកម្រិតព្រះដ៏ខ្ពង់ខ្ពស់បាត់ទៅហើយហេតុនេះសូមលោកមេត្តាប្រោសប្រទានបើកចិត្តអនុញ្ញាតឲ្យខ្ញុំបាននៅតាមបម្រើលោកផងចុះទោះបីជាត្រូវឲ្យខ្ញុំបង្ហាញពីក្តីស្មោះត្រង់កម្រិតណាក៏ដោយក៏ខ្ញុំព្រមធ្វើតាមលោកទាំងអស់ដែរ